សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតដែលជាភិក្ខុខ្មែរដំបូងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរដ្ឋពីសាកលវិទ្យាល័យ Harvard ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តអូណាឡោមបន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សដែលទ្រង់បានយាងចូលប្រទីវង្គតសម្ដេចសង្ឃយ៉នសេងយៀតជាអតីតលេខាផ្ទាល់និងជាអ្នកបកប្រែភាសារបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សអស់រយៈពេលប្រមាណ20ឆ្នាំមកហើយតាមប្រកាសនីយបត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជាបានសម្រេចតែងតាំងសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតនាមឆាយាសីលសង្វរោកើតនៅឆ្នាំ1979មានប្រជជន45វស្សាបួសបាន33វស្សាគង់នៅវត្តអូណាឡោមរាជធានីភ្នំពេញឲ្យឡើងជាព្រះចៅអធិការវត្តអូណាឡោមដែលជាអ្នករំងាប់អធិការនិងសហការគ្រប់គ្រងគរុភ័ណ្ឌសង្ឃមានដីធ្លីវត្តអារាមនិងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៌វិន័យមាន3ដកជាគោលតួនាទីជាព្រះចៅអធិការវត្តអូណាឡោមគឺបន្ថែមពីលើតួនាទីបច្ចុប្បន្នដែលមានស្រាប់របស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិតជាព្រះសាកលវិទ្យាធិការនៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជនិងជាព្រះបលាតគុណរាជធានីភ្នំពេញសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតត្រូវបានចាត់ទុកថាជាបញ្ញវន្តសង្ឃនិកាយថេរវាទទី1ដែលទទួលបានសក្ខីប័ត្របបណ្ឌិតរដ្ឋពីសាកលវិទ្យាល័យ Harvard ដ៏ល្បីឈ្មោះកម្រិតពិភពលោករបស់សហរដ្ឋអាមេរិកសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតទទួលបានសក្ខីប័ត្រថ្នាក់បណ្ឌិតជាផ្លូវការកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2022ដោយសម្ដេចបានសិក្សាលើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនារយៈពេល4ឆ្នាំគឺសិក្សាស្រាវជ្រាវបញ្ចប់ថ្នាក់ក្រោយបណ្ឌិតនេះលើប្រធានបទមាគាអរិយជនគឺផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាពការសិក្សានៅសាកលវិទ្យាល័យ Harvard នេះទៀតសោតត្រូវបានជ្រើសរើសតាមរយៈការផ្ដល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សានៅទីនោះសម្ដេចបណ្ឌិតយ៉នសេងយៀតបានឆ្លងកាត់ជីវិតតស៊ូជាច្រើនទាំងជីវិតជាភេទអ្នកបួសទាំងការតស៊ូក្នុងការសិក្សាស្វែងរកចំណេះវិជ្ជាសម្ដេចបណ្ឌិតយ៉នសេងយៀតបានប្រសូតក្នុងគ្រួសារកសិករនៅឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបងមានបងប្អូនបង្កើតចំនួន5នាក់ខណៈដែលសម្ដេចជាកូនទី2នៃគ្រួសារសម្ដេចបានចូលសាងភ្នោះនិងសិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ1991ហើយបានចូលរៀននៅសាលាបឋមសិក្សាដែលមានគ្រូឧទ្ទេសសាចារ្យប្រាក់ខុនជាអ្នកបង្ហាត់បង្រៀនផ្ទាល់ក្រោយមកក៏និមន្តបន្តការសិក្សានៅពុទ្ធកវិទ្យាល័យអឹងធួងដែលមានឱកាសរៀនសូត្រនៅធម៌វិន័យភាសាបាលីនិងភាសាអង់គ្លេសនៅក្នុងឆ្នាំ2003សម្ដេចសង្ឃយ៉នសេងយៀតបាននិមន្តចាកចេញពីប្រទេសកំណើតដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសស្រីលង្កាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជាថ្នាក់អនុបណ្ឌិតនិងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ BCIS នាទីក្រុងកូឡុំបូសិក្សានៅប្រទេសស្រីលង្កាអស់រយៈពេលជាង6ឆ្នាំសម្ដេចសង្ឃយ៉នសេងយៀតក៏បាននិមន្តត្រឡប់មកមាតុប្រទេសកំណើតវិញចំណេរក្រោយមកពោលគឺនៅដើមខែតុលាឆ្នាំ2016សម្ដេចសង្ឃយ៉នសេងយៀតក៏បាននិមន្តចាកចេញពីប្រទេសកំណើតជាថ្មីម្ដងទៀតដើម្បីទៅសហរដ្ឋអាមេរិកបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Harvard ដែលសម្ដេចជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនេះដោយការព្យាយាមសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃក្នុងវិស័យពុទ្ធចក្រតាំងពីកុមារភាពមកធ្វើឲ្យសម្ដេចមានសមត្ថភាពចំណេះដឹងជំនាញផ្នែកកិច្ចការសិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សានៃក្រសួងធម្មការនិងសាសនាស្ថិតក្នុងជីវិតជាបព្វជិតប្រមាណ33ឆ្នាំមកនេះសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតតែងតែលះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីចូលរួមចំណែកយ៉ាងសកម្មលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជាជាអាតនិមន្តចូលរួមកិច្ចប្រតិបត្តិការសាសនាសន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោកព្រមទាំងចូលរួមក្នុងកិច្ចការសង្គមជារឿយៗហើយតែងទទួលបានការកោតសរសើរអំពីសំណាក់ព្រះសង្ឃពុទ្ធបរិស័ទគ្រប់ទិសទីនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ផងដែរលើកិច្ចការងារអប់រំសម្ដេចបណ្ឌិតយ៉នសេងយៀតជាសាកលវិទ្យាធិការនៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជប្រធានពុទ្ធកសមាគមសាមណនិស្សិតខ្មែរនៅប្រទេសស្រីលង្កាជាសាស្ត្រាចារ្យពុទ្ធកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការនិងសាសនា
ព្រឹទ្ធបរិះរងភាសាអង់គ្លេសនៃសាកលវិទ្យាល័យបញ្ញសាស្ត្រកម្ពុជាសញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាលនិងបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជាជាដើម